ចៅប្រុសស្រីទាំងអស់មានសទ្ធាជ្រះថ្លាមកស្រង់ប្រាស់រស់នៅក្នុងថ្ងៃឡើងសាកឆ្នាំម្សាញ់សពស័កនេះដូច្នេះសូមទេវតាឆ្នាំចាស់ជាពិសេសទេវតាព្រះកឡោងហ្នឹងមេតាបិតាហ្នឹងតាមបីបាច់ថែសារកូនចៅស្រឡាញ់កូនចៅហើយមួយយ៉ាងវិញទៀតទេវតាសមត្ថទេវតាគឺទេវតាឆ្នាំម្សាញ់ហ្នឹងចូលមកអភិវឌ្ឍរក្សាបីបាច់ថែរក្សាកូនចៅប្រុសស្រីទាំងអស់ទាំងកូនតលោយីភួងក្តីកូនចៅប្រុសស្រីលោកយាយលោកតាទាំងអស់ហ្នឹងឲ្យបានសុខបានចម្រើនទាំងអស់គ្នាកូនចៅអស់ស៊ីជាតែមានចេះបានណាសប្បាយទាំងអស់គ្នាទៀត4មេត្តាបិតាព្រះសម្មាសម្ពុទ្ធថាជាព្រះអរហន្តរបស់កូនអរហន្តឈ្មោះថាអាហុណយោក្នុងសង្ឃគុណនឹងញោមញាតបាសបបាសកាសោតទៅសង្ឃគុណសុបដិបណ្ណដល់អាហុណយោនឹងជាព្រះអរហន្តប្រែជាខ្មែរថាលោកជាបុគ្គលដែលគួរទទួលនៅចតុបច្ច័យដែលបុគ្គលឧទ្ទិសចំពោះអ្នកមានសិលហើយបង្អោនចូលមកបូជានោះថាមេត្តាបិតាជាព្រះអរហន្តជាបុគ្គលដែលគួរទទួលការក្រាបថ្វាយសំពះអំពីកូនចៅជាបុគ្គលដែលគួរទទួលគ្រឿងបូជាអំពីកូនចៅដែលនាំយកមកបូជានោះបងតាំងពីសម្លៀកបំពាក់មហោអាហារអីទាំងអស់ដែលជួយផ្គត់ផ្គង់នឹងត្រង់ហ្នឹងមួយសំបញ្ជាក់ព្រោះត្រកូលសត្រកូលអ្នកមានទ្រព្យមានសមត្ថភាពលោកឪពុកអ្នកម្ដាយក៏មានទ្រព្យមានសម្បត្តិគ្រប់គ្រាន់តែកូននៅគិតថាចាំពិបាកជូនឲ្យគាត់តែម៉ែឪគាត់មានទ្រព្យមានសម្បត្តិឲ្យចាយមិនអស់ចាយពិបាកអីទេប្រយ័ត្នគិតអានឹងខុសទៀតស្ដាប់បានទេទ្រព្យសម្បត្តិរបស់គាត់មានជារបស់គាត់ទេយើងអត់ទៅនិយាយថាគាត់មានទ្រព្យអីមិនចាំពិបាកជូន